ជុំរឿងព្រេងខ្មែរសូមជូនរឿងខ្លាស៊ីកូនតាពស់ព្រៃកាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់ជាចាស់ព្រឹទ្ធាចារ្យឈ្មោះតាពស់ព្រៃគាត់ជាមនុស្សទីទ័លក្របានមកតាំងទីលំនៅធ្វើស្រែចម្ការនៅក្បែរជើងភ្នំតែពីរនាក់ប្តីប្រពន្ធលុះនៅយូរទៅក៏បង្កើតបានកូនប្រុសម្នាក់គាត់ចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់អាយុ1ឆ្នាំបានប្រកបដោយសេចក្តីសុខដរាបរៀងមកឥតដែលមានមាស់មងអ្វីសោះឡើយថ្ងៃមួយតាពស់ព្រៃនិងប្រពន្ធកាលដែលបានបញ្ចុកអាហារឲ្យកូនបរិភោគរួចរាល់ហើយក៏បានប្តីកូននោះនៅក្នុងរោងជាទីលំនៅរបស់គាត់ដោយការសពមួយដងមិនបានគិតក្រែងមានគ្រោះថ្នាក់ដល់កូនសោះឡើយហើយយកដងរែកសំរែកនិងកណ្ដៀវចេញទៅតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ចៅកូនឲ្យដេកនៅក្នុងរោងតែម្នាក់ឯងក្រោយពីតានិងយាយចេញផុតទៅក៏មានខ្លាធំមួយដែលស្ថិតនៅព្រៃភ្នំជិតនោះលបចូលមករោងឃើញទារកដេកតែម្នាក់ឯងក៏ពាំយកកូនតូចនោះទៅស៊ីជាអាហារកុមារនោះពុំបានស្រែកយំមួយងាកណាសោះឡើយដោយវានៅតូចដេកពុំដឹងខ្លួនឯតាពស់ព្រៃវិញនិងយាយជាភរិយាខំច្រូតស្រូវនៅក្រោមកម្ដៅព្រះអាទិត្យតាំងពីព្រលឹមពុំហ៊ានឈប់សម្រាកសោះលុះថ្ងៃត្រង់អត់ទ្រាំនឹងកម្ដៅថ្ងៃពុំបានគាត់ក៏រៀបចំកណ្ដាប់ស្រូវដាក់ក្នុងសង្រែកនិងចងជាទ្រនូកហើយតាពស់ព្រៃលើកអំរែកដាក់លើស្មាដើរតាមក្រោយយាយទូកណ្ដាប់ស្រូវយាយតារលះរលាំងសំដៅទៅទីលំនៅឋានរបស់ខ្លួនទៅដល់ទីលំនៅឋានហើយក៏ដាក់អំរែកនិងទ្រនូកក្រឡេកមើលទៅរោងមិនឃើញកូនរបស់ខ្លួនដែលផ្ដេកនៅទីនោះគាត់មានសេចក្តីតក់ស្លុតញាប់ញ័រក្នុងចិត្តខ្លាំងទាំងពីរនាក់ប្តីប្រពន្ធក៏គន់រំពៃក្បែរកន្លែងកូនដេកនោះឃើញតែដើមជើងខ្លាមួយយ៉ាងធំនិងស្នាមឈាមស្រក់តាំងពីកន្លែងកូនដេករហូតដល់ផ្លូវលំមួយតាពស់ព្រៃនិងភរិយាបានដឹងច្បាស់ថាខ្លាពាំយកកូនទៅស៊ីជាអាហារហើយក៏យំសោកសំរែងសង្ហាយអាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វីតាំងពីកណ្ដាលថ្ងៃត្រង់រហូតពេលយប់ទើបប៉ាពស់ព្រៃនិងភរិយាឈប់សោយសោកហើយមកពិចារណាថាបើយើងគិតតែយំសោកអាឡោះអាល័យបោកខ្លួនដូច្នេះតទៅទៀតយើងថាឥតប្រយោជន៍អ្វីបន្តិចបន្តួចសោះដូច្នេះគួរគប់បីយើងឈប់យំស្រែកហើយគិតរកមធ្យោបាយដូចម្ដេចនឹងសម្លាប់ខ្លានោះឲ្យទាល់តែបានលុះព្រឹកឡើងក៏បានសម្រេចចិត្តថាត្រូវតែតាមរកសម្លាប់ខ្លាដែលស៊ីកូនរបស់គាត់ឲ្យខានតែបានចាប់ពីពេលនោះមករាល់ព្រឹកភរិយាក្រោកពីព្រលឹមរៀបចំម្ហូបអាហារបាយសំណុំទឹកបំពង់និងបៀកស្លាដាក់នឹងសំពាយជូនស្វាមីរៀងរាល់ថ្ងៃដើម្បីដើរតាមរកសម្លាប់ខ្លាសាហាវដែលបានបំផ្លាញជីវិតកូនរបស់គាត់រីឯតាពស់ព្រៃ
ការប្រពន្ធរៀបចំបាយសំណុំកញ្ចប់ខ្លាដាក់នឹងសំពាយរួចរាល់ហើយក៏ធ្វើដំណើរចូលទៅក្នុងព្រៃស្មាម្ខាងស្ពាយបាយនិងសំពាយស្មាម្ខាងលីពូថៅដើរយ៉ាងអង់អាចចូលទៅក្នុងព្រៃភ្នំរុកទត្រុករកខ្លាតាំងពីជើងភ្នំរហូតដល់កំពូលមើលសពជ្រោះជ្រលងរូងថ្មតូចធំឆ្លងព្រៃកាត់វាលឆ្លងវាចូលព្រៃរៀងរាល់ថ្ងៃគាត់ដើរតាមរកខ្លានោះតាំងពីខែប្រាំងរហូតដល់ខែវស្សាតាំងពីទឹកជំនន់ជន់លិចស្រែចម្ការលិចព្រៃព្រឹក្សាអ្នកតាវរហូតដល់ជើងភ្នំបណ្ដាលឲ្យសត្វផងទាំងឡាយដែលអាស្រ័យនៅក្នុងព្រៃភ្នំនោះទាំងប៉ុន្មានផ្អើលរត់ឡើងមកពឹងពាក់ស្នាក់អាស្រ័យនៅលើកំពូលភ្នំទាំងអស់ដោយខ្លាចក្រែងទឹកជំនន់លង់លិចថ្ងៃមួយតាពូព្រៃដើរទៅប្រទះនឹងខ្លាដែលខំកូនរបស់គាត់នោះគាត់ក៏គិតថាពិតជាខ្លានេះហើយដែលចូលទៅខំកូនរបស់គាត់ស៊ីព្រោះដានជើងដែលយើងបានឃើញនឹងជើងខ្លានេះមានទំហំប៉ុនគ្នាហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផងមានតែខ្លានេះហើយជាមេវងធំជាងគេបានជាហ៊ានចូលទៅខំកូនរបស់ខ្ញុំស៊ីទាំងថ្ងៃដូចនេះតាពូព្រៃគិតថាបើអញសម្លាប់ខ្លានេះដោយកម្លាំងបាយមុខជាមិនឈ្នះវាទេគូគប្បីអញប្រើគំនិតនិងប្រាជ្ញាដើម្បីសម្លាប់ខ្លានេះឲ្យទាល់តែបានគិតស្រេចទើបតាពូព្រៃបញ្ចេញវាចាយ៉ាងខ្លាំងដើម្បីឲ្យខ្លាឮថាវល្លិណាតូចចងឆ្នាំងចងអំបែងវល្លិណាវែងចងកូនចងចៅចងញៀតសន្តានជួរឡើងលើចុងឈើមាត់តែថាភ្នែកតែរំពៃមើលលើមើលក្រោមមើលឆ្វេងមើលស្ដាំដៃស្ដាំកាន់ពូថៅដៃឆ្វេងទាញវល្លិធ្វើរឹកដូចជាអ្នករកវល្លិមែនលុះទន្ទិញទួនលឺដល់ខ្លាមានសេចក្តីសង្ស័យក៏សួរតាពូព្រៃថាតាបោចវល្លិយកទៅចងអីតាពូព្រៃប្រាប់ទៅខ្លាវិញថាអញបោចវល្លិយកទៅចងឆ្នាំងចងអំបែងចងកូនចៅចងញៀតសន្តានរបស់អញជួរឡើងលើចុងឈើព្រោះនៅតែ7ថ្ងៃទៀតនឹងមានទឹកជំនន់លិចស្រែចម្ការលិចព្រៃប្រកាលិចទាំងបបតាស្លាប់មនុស្សស្លាប់អាខ្លាឯងនេះអស់ហើយរីឯសត្វខ្លាលើតាពូព្រៃប្រាប់ដូច្នេះមានចិត្តភិតភ័យនិងសេចក្តីស្លាប់ពន់ពេកក៏និយាយសុំឲ្យតាចងព្យួរទៅលើចុងឈើផងតាពូព្រៃប្រកែកថាអញមិនរវល់នឹងចងអាខ្លាឯងព្យួរទៅលើចុងឈើទេទុកឲ្យអាខ្លាឯងលង់ទឹកស្លាប់ចុះបើអាខ្លាឯងមិនជឿអញទេឯងឡើងទៅលើថ្មដាណាដែលខ្ពស់ជាងគេហើយក្រឡេកមើលទៅជុំវិញភ្នំគង់នឹងឃើញទឹកដែលកំពុងជន់ច្រើនឡើងមិនខានខ្លាឮតាពូព្រៃប្រាប់ដូច្នេះក៏ខំរត់ទៅរកថ្មដាដែលខ្ពស់ជាងគេនៅលើកំពូលភ្នំឃើញទឹកល្ហល្ហាចដោយតាពូព្រៃប្រាប់មែនខ្លាភិតភ័យតក់ស្លុតយ៉ាងខ្លាំងរត់ចុះមករកតាពូព្រៃវិញហើយអង្វរតាពូព្រៃទៀតសុំឲ្យតាចងព្យួរខ្លួនទៅលើចុងឈើផងតាពូព្រៃរឹតតែបានចិត្តហើយពោលថាអញព្រមចងអាខ្លាឯងដែរតែអញចងវល្លិណាតូចឲ្យដាច់ធ្លាក់អាខ្លាឯង
ក្នុងទឹកឡាប់តែចុះខ្លារឹតតែភ័យតក់ស្លុតខ្លាំងថែមទៀតអង្វរតាពស់ព្រៃទៀតថាមាត់តែអង្វរជើងក៏លើកសំពះតាពស់ព្រៃល្មមសមនឹងបានការហើយក៏ប្រាប់ខ្លាថាមិនអីទេចាំអញរកវណ្ណាធំចងអាខ្លាឯងខ្លាឮដូច្នេះមានសេចក្តីត្រេកអរជាទីបំផុតតាពស់ព្រៃក៏បង្គាប់ឲ្យខ្លាដេកផ្ងាហើយយកវល្លិយ៉ាងធំមកចងជើងទាំង4ផ្អោបគ្នាហើយរឹតព្យួរទៅលើចំពានឈើដែលមានកម្ពស់ល្មមយាដំបងវាយបានលុះតាពស់ព្រៃចងខ្លាព្យួររួចហើយក៏ចេញទៅកាប់ដំបងយ៉ាងធំដើម្បីយកមកសំពងខ្លាដែលចងព្យួរនោះរីឯខ្លាកាលបើឃើញតាពស់ព្រៃទៅកាប់ឈើធ្វើដំបងដូច្នេះក៏មានសេចក្តីសង្ស័យហើយសួរទៅតាពស់ព្រៃថាតាកាប់ឈើយកមកធ្វើអីហ្នឹងតាពស់ព្រៃប្រាប់ទៅខ្លាវិញថាអញកាប់ឈើយកមកធ្វើដងរែកវល្លិយកទៅផ្ទះលុះតាពស់ព្រៃកាប់ឈើធ្វើដំបងរួចស្រេចក៏កាន់ដាល់ចូលមកវាយសំពងអាខ្លាតាំងពីថ្ងៃត្រង់រហូតប្រលប់បណ្ដាលឲ្យបាក់ឆ្អឹងជំនីខ្លាដោយគេរួបទាំងសងខាងដៃខំវាយសំពងមាត់ក៏ខ្ចាញ់ថាពះអាខ្លាឯងខំកូនអញខ្លាខំប្រឹងរើបំរាស់យ៉ាងណាក៏ពុំរួចវាយរួចតាពស់ព្រៃរកសំរាមនិងឈើងាប់យកមកកដុតពីក្រោមបណ្ដាលឲ្យឆេះរោមខ្លានិងរលាកស្បែកដុំហើយឆេះរហូតដល់ខ្សែចងព្យួរនោះក៏ដាច់ធ្លាក់មកដល់ដីបំរាស់រួចរត់ចូលព្រៃបាត់ទៅចំណែកតាពស់ព្រៃក៏ត្រឡប់ទៅទីលំនៅឋានរបស់គាត់វិញបាននិយាយរៀបរាប់ប្រាប់ប្រពន្ធគាត់អំពីរឿងដែលគាត់វាយខ្លានោះសពគ្រប់ហើយក៏នៅជាសុខជាមួយប្រពន្ធរហូតអស់ជីវិតរៀងខ្លួនមកពីមានរឿងដោយបានសម្ដែងមុខនេះហើយបានជាខ្លាសពថ្ងៃមានលក្ខណៈប្លែកពីសត្វទាំងពួង3យ៉ាងគឺទី1ឆ្អឹងជំនីខ្លាកាលណាដែលសំឡូបទៅឃើញរាងបាក់រួមចូលគ្នាទី2សត្វខ្លាសពថ្ងៃនេះវាបន់ក្នុងមួយថ្ងៃ7ដងកុំឲ្យជួបនឹងមនុស្សយើងព្រោះខ្លាចមនុស្សតាំងពីតាពស់ព្រៃសំពងវាមកម្លេះទី3ខ្លាមានសម្បុរក្រវែងក្រវាមមកពីតាពស់ព្រៃដុតភ្លើងឆេះរោមរបស់វានោះឯងរឿងខ្លាស៊ីកូនតាពស់ព្រៃចប់ដោយបរិបូរណ៍សូមអរគុណ